Today អ្នកទាំងអស់គ្នា let's talk about change. Yes អ្នកទាំងអស់គ្នា topic របស់យើងថ្ងៃនេះគឺនិយាយពីការផ្លាស់ប្ដូរណាគេផ្លាស់ប្ដូរណាគេគឺផ្លាស់ប្ដូរខ្លួនឯងមកបើចាំបាច់ទៅចង់ផ្លាស់ប្ដូរអ្នកណាគេទេផ្លាស់ប្ដូរខ្លួនឯងសិននៅ and អ្នកទាំងអស់គ្នាក៏អាចផ្លាស់ប្ដូរអ្នកណាបានដែរហេតុអីបានផ្លាស់ប្ដូរខ្លួនឯង why អ្នកទាំងអស់គ្នាសប្បាយជាមួយនឹងខ្លួនឯងពេលបច្ចុប្បន្ននៅបើអត់ទេផ្លាស់ប្ដូរសាក់ផ្លាស់ប្ដូរតែខ្ញុំចង់សង្កត់ធ្ងន់ទៅលើចំណុចមួយមុននឹងអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរខ្លួនឯងរឿងមួយដែលអ្នកទាំងអស់គ្នាត្រូវផ្លាស់ប្ដូរនឹងគឺផ្លាស់ប្ដូរការគិតរបស់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរខ្លួនឯងត្រូវផ្លាស់ប្ដូរការគិតរបស់អ្នកទាំងអស់គ្នាជាមុនសិននៅពេលដែលអ្នកទាំងអស់គ្នាផ្លាស់ប្ដូរការគិតរបស់អ្នកទាំងអស់គ្នាបានហើយអ្វីក៏អ្នកទាំងអស់គ្នាអាចធ្វើបានដែររឿងពីមុនមកដែលអ្នកទាំងអស់គ្នាអត់អាចធ្វើបានក៏អាចធ្វើបានដែរព្រោះអ្នកទាំងអស់គ្នាផ្លាស់ប្ដូរការគិតរបស់អ្នកទាំងអស់គ្នាពីការធ្វើអត់បានទៅធ្វើបានបើសិនជាអ្នកទាំងអស់គ្នាផ្លាស់ប្ដូរការគិតរបស់អ្នកទាំងអស់គ្នាក៏អត់អាចផ្លាស់ប្ដូរខ្លួនឯងបានដែរ change your mind before you want to change your body yes គន្លឹះសំខាន់តែមួយគត់នៅពេលដែលអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរខ្លួនឯងគឺអ្នកទាំងអស់គ្នាត្រូវផ្លាស់ប្ដូរការគិតអវិជ្ជមានលើខ្លួនឯងផ្លាស់ប្ដូរពីការគិតថាខ្លួនឯងអត់អាចធ្វើបានទៅជាខ្លួនឯងអាចធ្វើបាន Okay let's start from something that ខ្ញុំចាប់ផ្ដើមប្រតិធ្វើហ្នឹងគឺខ្ញុំចង់ផ្លាស់ប្ដូររាងកាយរបស់ខ្ញុំយើងមានក្តីសម័យមួយរៀងមួយដែលនៅក្នុងក្តីសម័យរបស់យើងអញ្ចឹងអូខេជាខ្ញុំពិតជាចង់បានរៀងដែលខ្ញុំចង់បាននៅក្នុងក្តីសម័យខ្ញុំមែនតែខ្ញុំគួរតែធ្វើអីគេអូខេខ្ញុំគួរតែទៅហាត់ប្រាណតែហាត់ប្រាណតែមួយមុខវាអត់អាចជួយអ្នកទាំងអស់គ្នាបានរៀងក្នុងក្តីសម័យរបស់អ្នកទាំងអស់គ្នាទេយើងត្រូវតមញ៉ាំដែរអញ្ចឹងនៅពេលដែលខ្ញុំគិតថាខ្ញុំចង់បានរៀងដែលក្នុងក្តីសម័យរបស់ខ្ញុំអញ្ចឹងខ្ញុំក៏ផ្លាស់ប្ដូរថា yes I can do it actually មុននឹងខ្ញុំសម្រេចចិត្តទៅហាត់ប្រាណហ្នឹងគឺខ្ញុំបាននិយាយច្រើនដងមកយើងចង់បានរៀងមួយហ្នឹងប៉ុន្តែយើងនៅតែគិតថាខ្លួនឯងខ្លាចធ្វើអត់បានវាបាក់យើងត្រូវតមញ៉ាំរបៀបយើងត្រូវញ៉ាំ healthy មើលទៅវាប្រភេទ healthy food ហ្នឹងវាថ្លៃអីចឹង yeah actually healthy food វាថ្លៃប៉ុន្តែបើសិនជាយើង focus ទៅលើតែម្ហូបដែលយើងឃើញនៅក្នុង social media នេះថាអត់តតែហូបអញ្ចឹងបាននេះ no like actually it's not that but healthy food មិនតតែញ៉ាំប្រភេទគ្រូប protein ដូចនៅក្នុង social media ដែលអ្នកទាំងអស់គ្នានឹងឃើញប៉ុន្តែយើងអាច start ពីម្ហូបដែលយើងញ៉ាំប្រចាំថ្ងៃនឹងដូចជាប្រភេទរសជាតិដិតលិចប្រៃផ្អែមរបស់ផ្អាប់អីអញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាពិតជាចង់ធ្វើមែនណាអ្នកទាំងអស់គ្នានឹងរកវិធីដែលអ្នកទាំងអស់គ្នាអាចធ្វើបានណា yes បើសិនជាអ្នកទាំងអស់គ្នាពិតជាចង់ធ្វើមែនណាអ្នកទាំងអស់គ្នាអាចធ្វើបានខ្លាចតែយើងនិយាយឲ្យតែយើងចង់តែយើងអត់ធ្វើរបៀបគ្រាន់ចង់នឹងនិយាយទៅមិនថាខ្ញុំឬក៏អ្នកទាំងអស់គ្នាខ្ញុំពីមុនក៏ធ្លាប់គិតអញ្ចឹងដែរថាខ្លាចធ្វើអត់បានព្រោះមើលទៅពិបាកតែការគិតរបស់ខ្ញុំគិតថាខ្ញុំអាចធ្វើបាន so like I can do it អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នានិយាយពាក្យមួយម៉ាត់នៅក្នុងខ្លួនឯងនេះ like I can do it អ្នកទាំងអស់គ្នានឹងទៅរកវិធីមួយណាដែលគិតថាវាអាច fit ជាមួយអ្នកទាំងអស់គ្នា and អាចធ្វើឲ្យអ្នកទាំងអស់គ្នាមានរាងស្អាតអីអញ្ចឹងទៅនៅពេលដែលខ្ញុំចាប់ផ្ដើម like yeah why not I can do it អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមទៅហាត់ប្រាណហើយក៏តមញ៉ាំខ្លះទៅអាការតមញ៉ាំហ្នឹងវាមិនបានរហូតទេប៉ុន្តែនៅពេលដែលចង់បាននៅអ្វីដែលយើងចង់បានមែនយើងនឹងព្យាយាមអីអញ្ចឹងយើងព្យាយាមកាត់បន្ថយញ៉ាំប្រភេទជាតិផ្អែមជាតិប្រៃអីហ្នឹងទៅយូរទៅអ្នកទាំងអស់គ្នានឹងស៊ាំអីបើដូចខ្ញុំ currently គឺខ្ញុំពេលទៅក្រៅអីខ្ញុំរៀងបាក់ញ៉ាំដោយសារអីនៅក្រៅគេរៀងរសជាតិដិតអញ្ចឹងទៅវាពិបាកញ៉ាំដែរប៉ុន្តែ that's okay like ពេលខ្លះយើងទៅក្រៅអាហ្នឹងជាម្ហូបប្រចាំហាងអូខេអញ្ចឹងយើង adapt ទៅតាមហ្នឹងទៅតែបើយើងអត់ចង់នេះទេយើងអាចធ្វើញ៉ាំនៅផ្ទះខ្លួនឯងបានប៉ុន្តែឲ្យតែយើងចិត្តយើងចង់ធ្វើពិតមែនវាអត់ពិបាកទេណាតែយើងចង់តែវាស្ទើរចង់ណាដល់ពេលយើងទៅយើងគិតថាអាហ្នឹងពិបាកធ្វើយើងអត់ធ្វើអត់បានតែ want you change your mind you can do anything ហ្មង you can do everything ហ្មងខ្ញុំហ៊ាននិយាយអញ្ចឹងព្រោះដោយសារអី like ខ្ញុំខ្លួនឯងផ្ទាល់នៅពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំធ្វើអីមួយហ្នឹងហើយខ្ញុំពិតជាចង់បានវាពិតមែនគឺខ្ញុំអាចធ្វើបានវាមិនសំខាន់ថាខ្ញុំធ្លាប់មាន experience ធ្វើវាពីមុនមកឬក៏អត់ទេអ្វីដែលសំខាន់គឺខ្ញុំមានការបដិញ្ញាចិត្តថាខ្ញុំអាចធ្វើបាន and ខ្ញុំចង់ធ្វើវានៅពេលដែលអ្នកទាំងអស់គ្នាមានការគិតបែបហ្នឹងគឺអ្នកទាំងអស់គ្នាពិតជាអាចធ្វើបានមែនខ្ញុំហ៊ាននិយាយអញ្ចឹងហ្មងព្រោះខ្ញុំខ្លួនឯង experience ផ្ទាល់ការគិតរបស់យើងហ្នឹងគឺវាសំខាន់ដែលយើងគិតថាយើងអាចធ្វើបានណាមិនថាអីក៏ដោយអ្នកទាំងអស់គ្នាធ្លាប់ខ្លាចអត់ហ៊ានធ្វើពីមុនគឺអ្នកទាំងអស់គ្នាពិតជាធ្វើបានព្រោះ you really want to do it and you want to experience it មួយទៀតខ្ញុំធ្លាប់គិតថាខ្ញុំអត់ចេះអានសភៅទេ actually ខ្ញុំអត់ដែលអានសភៅពីមុនមកទេខ្ញុំទៅតែចាប់ផ្ដើមអានរយៈពេល5
ផែពី2020ណាពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមដើរចេញពី comfort zone របស់ខ្ញុំចង់អរគុណទៅខ្លួនឯងដែលអនុញ្ញាតឲ្យខ្លួនឯងដើរចេញពី comfort zone ហើយសាកអីដែលថ្មីដើរចេញពី toxic people វាមិនសំខាន់ថាមនុស្សនឹងមានភាពច្បាស់លាស់ឬយើងឬក៏អត់ទេសំខាន់អ្នកទាំងអស់គ្នាចង់ទៅរកអីដែលថ្មីសម្រាប់ខ្លួនឯងអត់រឿងគ្រប់យ៉ាងគឺវាស្ថិតលើយើងខ្លួនឯងយើងកុំទៅបន្ទោសថាអ្នកទាំងអស់គ្នាអត់អាចទៅបន្ទោសអ្នកដទៃថាមកពីគេបានយើងបែបហ្នឹងទេ actually គឺយើងខ្លួនឯងដែលអនុញ្ញាតឲ្យខ្លួនឯងនៅជាមួយនឹង environment បែបហ្នឹង environment មួយដែលអ្នកទាំងអស់គ្នាអាច grow up ណាអញ្ចឹងវាមកពីយើងខ្លួនឯងទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាត្រឡប់មក focus លើខ្លួនឯងវិញយល់ឲ្យច្បាស់ពីខ្លួនឯងវិញថាខ្លួនឯងពិតជាចង់បានអីខ្លួនឯងត្រូវការអីហើយខ្លួនឯងពិតជាចង់ improve ខ្លួនឯងទៅលើអីមួយក៏មិនអញ្ចឹងទៅជាជាងដែលយើងបន្តថាមកពីបុគ្គលនឹងទៅបើខ្ញុំអញ្ចឹង like everything happen ហ្នឹង for a reason រឿងគ្រប់យ៉ាងមិនមែនកើតឡើងដែលអត់មាន headផលអីវាមាន head ផលអីមួយអាចជា propose អីមួយដើម្បីថាទៅថ្ងៃមុខនឹងយើងនឹងមានអីអញ្ចឹងបើសម្រាប់ខ្ញុំវិញមកណាមកដល់ឥឡូវនៅពេលដែលខ្ញុំចាប់ផ្ដើមគិតពី positive ច្រើនជាង negative ខ្ញុំគិតថាអីគ្រប់យ៉ាងវាកើតឡើងហ្នឹង for a reason រឿងខ្លះកើតឡើងមកខ្ញុំមិនមែនគិតថាវាជាបញ្ហាទាំងអស់ហើយខ្ញុំគិតថាវាជាមេរៀនមួយដែលខ្ញុំត្រូវ learn ពីហ្នឹងអញ្ចឹង everything that ខ្ញុំ make decision អត់ថាវាអត់ right ខ្ញុំសម្រេចចិត្តធ្វើអីមួយអញ្ចឹងទៅវាអត់តាមអ្វីដែលយើង plan ទុកទេប៉ុន្តែខ្ញុំក៏អត់ទៅដាក់កំហុសលើខ្លួនឯងឬក៏បន្ទោសខ្លួនឯងថាខ្ញុំសម្រេចចិត្តខុសមកពីខ្ញុំសម្រេចចិត្តបែបហ្នឹងខ្ញុំអត់បានគិតអីវិញឆ្ងាយខ្ញុំអត់គិតអញ្ចឹងទេខ្ញុំថា okay like this is a mistake that I make today so from tomorrow I will learn from it ម្នាក់ថាកំហុសដែលខ្ញុំធ្វើថ្ងៃហ្នឹងគឺជាមេរៀនដែលខ្ញុំត្រូវរៀនស្អែកហ្នឹងអញ្ចឹងលើកក្រោយខ្ញុំត្រូវប្រយ័ត្នកន្លែងហ្នឹងអ្នកទាំងអស់គ្នាសាកមកគិតបែបហ្នឹងវិញកុំគិតថាអ្វីគ្រប់យ៉ាងកើតឡើងមកវាជាបញ្ហាទាំងអស់ no something happen for a reason វាអាចជា purpose មួយថាឲ្យយើងនឹងឈានទៅដល់ចំណុចមួយដែលយើងស្មានអត់ដល់ហើយវាល្អសម្រាប់យើងទៀតឥឡូវ back to ពេលខ្ញុំ2020ខ្ញុំ start reading book និយាយទៅមកដល់ឥឡូវគឺខ្ញុំអានសៀវភៅបានច្រើនមែនតើសៀវភៅដែលនិយាយពី self love self improvement ប្រភេទ of motivation book គឺខ្ញុំអានទាំងអស់មកដល់ឥឡូវខ្ញុំគាត់ថាខ្ញុំ find peace in reading book ខ្ញុំថានៅពេលដែលខ្ញុំរៀង stress ខ្ញុំទៅអានសៀវភៅទៅវាដូចយើងកំពុងតែដើរយើងឃើញកណប់មួយអីចឹងណាវាអញ្ចឹងដូចថាខ្ញុំគាំងនៅក្នុងចំណុចអីមួយដែលខ្ញុំគិតអត់ចេញអញ្ចឹងស្រាប់តែខ្ញុំអានសៀវភៅ motivation ហ្នឹងទៅក៏វាដូចយើងប្រទះឃើញចម្លើយមួយដែលយើងមិនដឹងថាពេលណាយើងនឹងរកឃើញខ្ញុំកំពុងតែគាំងរកចម្លើយអីមួយដែលខ្ញុំ stock នៅនឹងថាខ្ញុំអត់ដឹងថាត្រូវធ្វើមិនខ្មិចស្រាប់តែខ្ញុំអានសៀវភៅហ្នឹងទៅវាដូចចម្លើយឲ្យខ្ញុំមួយអត់ឃើញថានៅពេលដែលខ្ញុំមានអារម្មណ៍បែបនេះ stock នៅនឹងអីមួយអត់ដឹងថាខ្លួនឯងធ្វើនឹងត្រូវឬក៏ខុសណាស្រាប់តែខ្ញុំអានសៀវភៅទៅដល់ចំណុចហ្នឹងមួយវាធ្វើឲ្យខ្ញុំហ្នឹងរកចម្លើយឃើញថាactually ខ្ញុំធ្វើហ្នឹងគឺវាត្រូវហើយវាអត់មានខុសទេខ្ញុំអាចនិយាយបានថាមកដល់ឥឡូវខ្ញុំសម្រាប់ខ្ញុំហ្មងណាវាអត់មាន right or wrong ទេអត់ជាវាអត់ទៅតាមអ្វីដែលខ្ញុំ plan ទុកទេមិនន័យថាវាជា purpose អីមួយដែលឬក៏ជាមេរៀនមួយដែលបរៀនឲ្យខ្ញុំស្វែងយល់ពីអាហ្នឹងទាំងដែលខ្ញុំអត់បានត្រៀមខ្លួននឹងរៀនពីវាគឺខ្ញុំគិតបែបហ្នឹងខ្ញុំសច្ចាឲ្យអ្នកទាំងអស់គ្នាអានសៀវភៅឲ្យបានច្រើនប្រភេទសៀវភៅបើសិនជាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងការ healing ឬក៏ move on from តាមទីខ្ញុំសច្ចាឲ្យអ្នកទាំងអស់គ្នាអានសៀវភៅប្រភេទ self love ឬក៏ self improvement ឬក៏ motivation book តាមពិតទៅនៅក្នុងសៀវភៅមិនថាជាប្រឡំលោកឬក៏សៀវភៅអីទេនៅក្នុងនោះគឺគេតែងតែបង្កប់នៅអត្ថន័យឬក៏ការបង្រៀនឲ្យយើងថានៅពេលដែលយើងជួបរឿងអីមួយយើងត្រូវដោះស្រាយវាបែបណាឬក៏លើកលែង everything happen for a reason អីចឹងទៅហ៊ានបើកចិត្តឲ្យខ្លួនឯងនឹងទទួលបានបទពិសោធន៍អីថ្មីទៅបទពិសោធន៍ទាំងដែលយើងត្រៀមខ្លួននឹងរៀនត្រៀមខ្លួននឹងទទួលទាំងដែលយើងអត់ត្រៀមខ្លួនសម្រាប់ខ្ញុំហ្មងឥឡូវមិនថាមានរឿងអីកើតឡើងទេខ្ញុំតែងតែគិតថាwe happen for a reason and ខ្ញុំ ready to learn from it ហ្មងនៅពេលដែលអ្នកទាំងអស់គ្នាផ្លាស់ប្ដូរការគិតរបស់អ្នកទាំងអស់គ្នាពី negative មក positive បែបហ្នឹងណាគឺវាធ្វើឲ្យអ្នកទាំងអស់គ្នា feeling at peace ហ្មងខ្ញុំថាយើងមានក្តីសុខច្រើនជាងមុនយើងអត់ទៅគិតថាអាហ្នឹងវាជាបញ្ហាកើតឡើងទៀតអី no កុំគិតបែបហ្នឹងខ្ញុំអត់គ្រប់គ្រងអ្នកទាំងអស់គ្នាគិតបែបហ្នឹងទេរឿងខ្លះកើតឡើងវាអត់ធំដុំទេប៉ុន្តែមកពីការគិតអ្នកទាំងអស់គ្នា like យើង
bắt đầu từ lời thả nó bị chụp bánh hàng mà bị hưởng nâng cát lang hay bản việc bạn nâng còn cật bạn nâng bởi sân chỉ việc cát lang vì ở tại tam plan này là tao như cái tế chắc tục thả nâng chỉ mê riêng tao chỉ mê riêng này là tao như thử lên vì bánh hàng nâng để vì ban cát lang nó phải để này tao như cật bạn nâng tới này tao như admin sắm biệt ấy mộng hay mới tiếp nhân cho này tao như là mình trai mình cuộc kia đây này tao như squad mình thay chỉ partner mình phe rồi có bong bóng này tao như thì everything will be not last forever vậy khúc giang vì mình ai thật kê dùng vậy thì có expect vì mình phe rồi có bong bóng rồi có partner này tao như cái nâng vừa lo đã này tao như là hồ people change you change environment change so có expect tha cái nâng vừa lo đã này tao như bạn như là hồ like be ready one day that they will walk away from you like cái đây sẽ lạnh để cái bắt đầu dương coi vì mình ai thật thế dùng vậy đây only you cái đây sẽ lạnh để thật thế dùng vậyสำหรับអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាខ្លួនឯងគឺក្តីស្រឡាញ់តែអ្នកទាំងអស់គ្នាផ្ដល់ឲ្យខ្លួនឯងបើមកដល់ចំណុចហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើនផ្ដល់ឲ្យខ្លួនឯងឲ្យបានច្រើនត្រូវចាំថាមានតែអ្នកទាំងអស់គ្នាខ្លួនឯងទេដែលស្រឡាញ់និងយល់ពីខ្លួនឯងជាងអ្នកណាទាំងអស់អត់មានណាគេស្រឡាញ់អ្នកទាំងអស់គ្នាយល់ពីអ្នកទាំងអស់គ្នាជាងអ្នកទាំងអស់គ្នាខ្លួនឯងទេអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាចង់ឲ្យមនុស្សជុំវិញខ្លួនឬក៏ partner អ្នកទាំងអស់គ្នាស្រឡាញ់អ្នកទាំងអស់គ្នាត្រូវស្រឡាញ់ខ្លួនឯងមុនសិនបើយើងអត់យល់ពីខ្លួនឯងគ្រប់គ្រាន់ទេអត់មានណាគេយល់ពីអ្នកទាំងអស់គ្នាស្រឡាញ់អ្នកទាំងអស់គ្នាទេអញ្ចឹងកុំទាមទារក្តីស្រឡាញ់ពីអ្នកណាម្នាក់ស្រឡាញ់ខ្លួនឯងយល់ពីខ្លួនឯងឲ្យបានច្រើនសិនទៅមុនណាអ្នកទាំងអស់គ្នាចង់បានពី partner ឬក៏មិត្តភក្តិអ្នកទាំងអស់គ្នាពីមុនមកខ្ញុំអត់យល់ពីចំណុចហ្នឹងទេថាស្រឡាញ់ខ្លួនឯងនឹងមិនអីមិនទេខ្ញុំចាប់ផ្ដើម focus on ខ្លួនឯងយល់ពីខ្លួនឯងច្រើនជាងមុន invest លើខ្លួនឯងហ្នឹងមិនន័យថាចាប់ផ្ដើមស្រឡាញ់ខ្លួនឯងសង្កត់ធ្ងន់ទៅលើថាខ្លួនឯងចូលចិត្តអីចង់បានអីត្រូវការអីយល់ថា and feeling ថាខ្លួនឯង enough ខ្ញុំមានអារម្មណ៍ថាខ្ញុំគ្រប់គ្រាន់នៅអ្វីដែលខ្ញុំមាននឹងហើយនៅពេលដែលអ្នកទាំងអស់គ្នាមានអារម្មណ៍បែបហ្នឹងមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាមាន right now ហ្នឹងគឺវាគ្រប់គ្រាន់ណាគឺអ្នកទាំងអស់គ្នា feeling at peak ហ្មងក្តីស្រឡាញ់ដែរអ្នកទាំងអស់គ្នាចង់បានពីអ្នកជំនាញខ្លួនហ្នឹងក៏អ្នកទាំងអស់គ្នាលេងទៀមទាដែរ the way you love yourself ហ្នឹងណាអ្នកជំនាញអ្នកខ្លួនអ្នកទាំងអស់គ្នាហ្នឹងនឹងផ្ដល់ឲ្យដូចអ្វីដែលអ្នកទាំងអស់គ្នាផ្ដល់ឲ្យអ្នកទាំងអស់គ្នាខ្លួនឯងហ្មងខ្ញុំមានមិត្តភក្តិមួយ we can sharing with each other ពីអ្នកខ្ញុំអាចថាយល់ពីគ្នាបានច្រើនគ្រប់កលៈទេសៈពីអ្នកខ្ញុំយល់ពីភាពស្ងប់ស្ងាត់តើការស្ងប់ស្ងាត់របស់ខ្ញុំឬក៏ការស្ងប់ស្ងាត់របស់គាត់ហ្នឹងស្ថិតនៅក្នុង level like ស្ថិតនៅក្នុង state មួយណាតើគាត់គួរតែមក comfort ខ្ញុំឬក៏ខ្ញុំគួរតែ comfort គាត់អត់នៅពេលដែលគាត់ silent ឬក៏ខ្ញុំ silent អីអញ្ចឹងពីអ្នកខ្ញុំ understand គ្នាហ្មងមកដល់ឥឡូវខ្ញុំគិតថាខ្ញុំមានគាត់តែម្នាក់ហ្នឹងគឺខ្ញុំគ្រប់គ្រាន់ហើយដែលខ្ញុំអាចបើសិនជាខ្ញុំមានបញ្ហា10ដែលខ្ញុំអាច share ទៅគាត់8ហើយគាត់អត់ចាច់ខ្ញុំហ្មងខ្ញុំក៏ធ្វើដូចគាត់ក៏ធ្វើដូចខ្ញុំអញ្ចឹងមានន័យថាខ្ញុំ feel enough ខ្ញុំអត់ចាំបាច់តែមាន friend ច្រើនដូចពីមុនខ្ញុំចេះចង់មានមិត្តភក្តិច្រើនព្រោះគាត់ថាមានមិត្តភក្តិច្រើនទៅវានឹងធ្វើឲ្យយើងនឹងសប្បាយចិត្តយើងអាចពឹងពាក់បានអីទាំងតែអត់ទេ one is enough ខ្ញុំគិតថាខ្ញុំមានគាត់មួយហ្នឹងគឺគ្រប់គ្រាន់ហើយមកដល់ចំណុចហ្នឹងខ្ញុំមិនន័យថាខ្ញុំមានគាត់ហើយអ្នកផ្សេងខ្ញុំអត់រាប់គាត់ថាមានគាត់ម្នាក់ហ្នឹងគឺខ្ញុំអាច share គ្រប់យ៉ាងដូចខ្ញុំនិយាយខាងលើមុនហ្នឹងខ្ញុំមានបញ្ហា10ឬក៏ mental ខ្ញុំអីមួយដែលខ្ញុំអាច share គាត់បានណា without chatting ណាតែនៅពេលដែលខ្ញុំនិយាយមួយគាត់ហើយគឺខ្ញុំ feeling ល្អប្រសើរឡើងវិញខ្ញុំគិតថាក្នុងការរស់នៅយើងគួរតែមានមនុស្សម្នាក់ដែលជាបងឯងរបស់យើងដែលយើងអាច share នៅបញ្ហាឬក៏នៅពេលដែលយើងមានបញ្ហាអីមួយយើងនិយាយទៅប្រាប់គាត់ហើយគាត់អត់មានចាត់អីយើងពេលដែលខ្ញុំមានបញ្ហាហ្នឹងខ្ញុំនិយាយមួយគាត់ទៅគាត់ត្រូវតែឲ្យ idea មកខ្ញុំមួយគ្រាន់តែស្ដាប់ទៅគាត់អ្នកស្ដាប់ខ្ញុំអ្នកនិយាយទៅគឺចប់ហើយរឿងខ្លះយើងត្រូវ discuss គ្នាទៅប៉ុន្តែខ្ញុំចង់និយាយត្រឡប់មកអញ្ចេះនៅពេលដែលពីរអ្នកខ្ញុំអាចពឹងផ្អែកទៅលើអាចជាបងស្មាបងឯងទៅលើគ្នាបានហ្នឹងវាមិនមែនដោយសារតែខ្ញុំនឹងធ្វើល្អដាក់គាត់តែមួយខាងគឺពីរអ្នកខ្ញុំគឺមានទៅមានមកយើងចាប់ផ្ដើម understand ពីគ្នាហើយផ្ដល់ឲ្យគ្នាទៅវិញទៅមកក្នុងតំណែងខាងក្រៅអីហ្នឹងមនុស្សយើងវាត្រូវមានដែនកំណត់ក្នុងការ treat people ក្នុងការផ្ដល់ឲ្យអញ្ចឹងមិនន័យថាគាត់ហ្នឹងគឺ special សម្រាប់ខ្ញុំដែលខ្ញុំអាចផ្ដល់ឲ្យខុសពីអ្នកជំនាញពីអ្នកផ្សេងថាអ្នកផ្សេងខ្ញុំអាចផ្ដល់ឲ្យគេ5ប៉ុន្តែគាត់ប្រែអត់ថាសម្រាប់ខ្ញុំអញ្ចឹងខ្ញុំអាចផ្ដល់ឲ្យគាត់9 8ឬក៏9អីអញ្ចឹងទៅ and នៅពេលដែលពីអ្នកខ្ញុំផ្ដល់ឲ្យគ្នាគឺអត់មានអារម្មណ៍ថាយើងចំពាក់អីគ្នាទេខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំខ្លាចនឹងទទួលបាននៅការ treat ពីអ្នកជំនាញខ្លួនខ្ញុំព្រោះខ្ញុំគិតថាខ្ញុំខ្លាចតែខ្ញុំទទួលទៅខ្ញុំជាប់ចំពាក់គេ
របៀបមិនឲ្យខ្លាចជាប់ចំពាក់គុណគេរបៀបចឹងណាប៉ុន្តែមកដល់ឥឡូវខ្ញុំគាត់ថាខ្ញុំសមនឹងទទួលបានការ treat good ពីគាត់ឬក៏ពីមនុស្សជំនាញខ្លួនអញ្ចឹងខ្ញុំក៏អនុញ្ញាតឲ្យខ្លួនឯងទទួលបាននៅអ្វីដែលគេផ្ដល់ឲ្យខ្ញុំហើយខ្ញុំអ្នកដែលផ្ដល់ឲ្យខ្ញុំហ្នឹងគឺគេសប្បាយចិត្តនឹងផ្ដល់ឲ្យយើងទៀតអញ្ចឹងពីអ្នកខ្ញុំទៅវិញទៅមកអញ្ចឹងទៅខ្ញុំថាអូ like we have each other ខ្ញុំសប្បាយចិត្តមែនតើដែលខ្ញុំមានមិត្តភក្តិដូចគាត់ខ្ញុំក៏គិតថាគាត់សប្បាយចិត្តដែលមានមិត្តភក្តិដូចខ្ញុំដែរយ៉ាងអ្នកនរគ្នាខ្ញុំមានតែប៉ុណ្្នឹងទេ and I hope the video will help you guys and I hope you guys enjoy it bye